របបកម្ពុជាប្រជាធិបតេយ្យនិងភាពចលាចលជាបន្តបន្ទាប់ជាច្រើនឆ្នាំបានបំផ្លាញជីវិតប្រជាជនកម្ពុជាអស់រាប់លាននាក់ទោះបីជាសង្គ្រាមបានផុតរលត់និងប្រទេសមានសន្តិភាពហើយក្តីក៏កំទេចកំទីនិងផ្សែងផេះផង់របស់វានៅតែបន្តគំរាមកំហែងអាយុជីវិតប្រជាជនបច្ចុប្បន្នគ្រាប់មីននិងអាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះរាប់លានគ្រាប់ដែលនៅសេសសល់ពីសម័យសង្គ្រាមបានបន្តសម្លាប់និងបង្កគ្រោះថ្នាក់ដល់ប្រជាជនក្នុងនោះមួយចំនួនបានធ្លាក់ខ្លួនជាជនពិការខឿនសុខនជាជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះដោយសារគ្រាប់មីនជាច្រើនអ្នកទៀតនៅក្នុងប្រទេសកម្ពុជាបន្ទាប់ពីសង្គ្រាមបានបញ្ចប់ដោយសារតែភាពក្រីក្រនាងបានសម្រេចចិត្តចាកចេញពីស្រុកកំណើតឆ្លងដែនទៅធ្វើការជាអ្នកស៊ីឈ្នួលគេនៅតាមព្រំដែនកម្ពុជាថៃប៉ុន្តែជាអកុសលនាងបានរត់ជន់មីននៅទីនោះនៅក្នុងឆ្នាំ2002ដល់ពេលបញ្ញាប់ទៅអត់រត់ទៅជន់មកថាមីនលើស្នូខ្ទុះហ្នឹងក៏មិនដឹងថាខ្លួនជន់មីនដែរដល់ពេលបាត់ដីហើយហ្នឹងចាំសួរគេដល់ពេលបាត់ដីហើយតែបានសួរគេផងខ្លួនខ្ញុំអង្គុយមិនដីដឹងតែខ្លួនខ្ញុំចាំមីនបាត់ខ្ញុំឃើញចូលខ្ញុំរបួសខាងហ្នឹងខ្ញុំអស់សង្ឃឹមនឹងឆាកជីវិតខ្ញុំអត់តាន់មើលចឹងខាងនេះទេបណ្ឌិតមើលចឹងខាងនេះឃើញដាច់ជើងបាត់មកជាហៀងអានោះខ្ញុំយំអស់សង្ឃឹមមែនតើបណ្ដោយហ្នឹងអស់សង្ឃឹមតែនិយាយមិនរួចយំក៏មិនចេញយំឡើងចេញដល់ពេលដំណាក់កាលហ្នឹងយំឡើងចេញទោះបីបាត់បង់នៅកាយសម្បទានក៏ដោយសុខននៅតែប្រឈមមុខតស៊ូនឹងជីវិតតើនាងត្រូវដោះស្រាយខ្សែជីវិតដោយរបៀបណាជាក់ស្ដែងពិការភាពរបស់នាងបានជំរុញឲ្យនាងក្លាយជាអ្នកដោះមីនដល់ចំណាំអ្នកនៅក្នុងសហគមន៍ការម៉េចនេះខ្ញុំចង់ចូលមិនតាន់អីពិការខ្ញុំចូលតាមតន្តិការខ្ញុំឃើញអង្គការគាត់បើកបោះសម្អាតក្នុងភូមិឃើញអញ្ចឹងទៅនៅឃើញបោះសម្អាតក្នុងភូមិអ្នកមួយភូមិមួយអញ្ចឹងនៅឃើញអស់មីនពីក្នុងភូមិប្រជាជនគាត់រស់នៅស្រុកស្រួយខ្ញុំចង់ចូលផងចូលយូរហើយដល់ពេលដល់គាត់ដាក់ពាក្យហ្នឹងក៏បានចូលអ្នកដែលបានធ្វើការម៉េចនេះជួយគាត់បានច្រើនដែលបានដីឲ្យគាត់បោះសម្អាតដែលដីគាត់ឲ្យខ្ញុំបោះសម្អាតវិញគាត់ជួយគាត់បានដាំដំណាំដូចកសកម្មដំណាំឆ្នាំអញ្ចឹងគាត់ជួយនិយាយទៅជួយគាត់បានច្រើនហ្មងជីវភាពគាត់ដូចថាកើនដែលគាត់ក្រីក្រពីមុនមករយហូបមានឥឡូវគាត់ធូរធាទាំងខ្ញុំទាំងគាត់ខ្ញុំក៏ធ្វើការអង្គការក៏ធូរធាដែរអង្គការមេជាអង្គការមនុស្សធម៌មួយដែលបានផ្ដល់ឱកាសការងារដល់ជនពិការដោយមិនរើសអើងក្នុងគោលបំណងជួយលើកទឹកចិត្តនិងលើកស្ទួយជីវភាពរបស់ពួកគាត់ហេតុផលដែលមេទទួលជនពិការមកធ្វើការដោះមីនហ្នឹងដោយសារជនពិការហ្នឹងគាត់ភាគច្រើនគាត់រកការងារផ្សេងទៀតអត់បានធ្វើហើយណាមួយគាត់ដូចថាគាត់មានស្មារតីថាចង់ធ្វើការតែម្ដងចំពោះការងារគាត់គឺជនពិការគឺភាគច្រើនដែលខ្ញុំមើលឃើញគាត់មានការតស៊ូហើយអំណត់ព្យាយាមនឹងការងារទោះបីថាគាត់មានការលំបាកជាងអ្នកដែលមានកាយសម្បទាគ្រប់គ្រាន់ក៏ដោយគាត់មានចិត្តតែចង់ធ្វើការដោះមីនហ្នឹងដើម្បីជួយកាត់បន្ថយភាពអត់ឃ្លានរបស់សហគមន៍តាមគំនិតរបស់នាងខ្ញុំការជ្រើសរើសជនពិការបម្រើការដោះមីនជួយជនពិការនិងសង្គមគឺមានការគឺថាជួយមួយផ្នែកធំបើតាមគំនិតរបស់ខ្ញុំគិតណាចាជួយឲ្យគាត់មានការងារធ្វើដើម្បីជីវភាពក្រុមគ្រួសារគាត់ផងហើយដើម្បីកាត់បន្ថយគ្រោះថ្នាក់ដល់សហគមន៍កាលណាមានការគ្រោះថ្នាក់គឺសហគមន៍តែងតែក្រហើយដោយមើលឃើញពីការលំបាកក្នុងការរស់នៅរបស់ជនពិការក្រសួងសង្គមគិច្ចនិងអតីតយុវជនបានបង្កើតច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការនៅក្នុងឆ្នាំ2009ដើម្បីធានាសុខុមាលភាពនិងការអភិវឌ្ឍជនពិការនៅកម្ពុជាចង់ជំរាបថារាជរដ្ឋាភិបាលកម្ពុជារបស់យើងយកចិត្តទុកដាក់គឺបានផ្ដល់សិទ្ធិគ្រប់គ្រាន់ឲ្យដល់ជនពិការរបស់យើងពីមុនលោកមានសិទ្ធិដែរគឺសិទ្ធិមនុស្សដូចយើងអញ្ចឹងប៉ុន្តែច្បាប់នេះគឺចំណងជើងថាកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ
ធម្មតាមនុស្សគ្រប់រូបគឺថាមានសិទ្ធិរួចហើយប៉ុន្តែជនពិការនេះក៏ត្រូវមានសិទ្ធិពិសេសរបស់គាត់មួយដើម្បីយើងទាំងអស់គ្នានឹងយល់ដឹងហើយនឹងជួយលើកតម្កើងដល់គាត់ហើយកាលណាគាត់មានចំណេះដឹងគាត់មានជីវភាពគ្រប់គ្រាន់អាការរើសអើងហ្នឹងគឺថាវាត្រូវកាត់បន្ថយខ្លួនឯងកាត់បន្ថយជាបន្តបន្ទាប់បាទហើយក្នុងតាំងពីច្បាប់នេះចេញមកខ្ញុំគិតថាខ្ញុំតាមទស្សនៈរបស់ខ្ញុំផ្ទាល់ហើយការមើលឃើញជាក់ស្ដែងផ្ទាល់នេះគឺថាគ្រប់ស្ថាប័នរដ្ឋព្រមទាំងឯកជនមានការយកចិត្តទុកដាក់ចំពោះបងប្អូនជនពិការនេះច្រើនណាស់បាទហើយខ្ញុំតែងតែជម្រាបគាត់ថាជនពិការខ្លួនឯងក៏ត្រូវតែយល់អំពីសិទ្ធិខ្លួនឯងដែរមុនឲ្យនឹងឲ្យអ្នកដទៃយល់ត្រូវខ្លួននឹងយល់ខ្លួនឯងដែរមីនគឺជាឧបសគ្គមួយដល់ការអភិវឌ្ឍនេះបើនិយាយឲ្យខ្លីណាបាទហើយគ្រោះថ្នាក់ដល់មនុស្សជាតិយើងដែលរាជរដ្ឋាភិបាលលោកកំពុងតែយកចិត្តទុកដាក់យោងតាមតន័យប៉ានស្មាររបស់អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីននិងសង្គ្រោះជនពិការដោយសារគ្រាប់មីនបានឲ្យដឹងថាមានផ្ទៃដីប្រហែលជា 45,000 គីឡូម៉ែត្រការ៉េទៀតដែលរងផលប៉ះពាល់ដោយសារគ្រាប់មីនខ្ញុំរំលឹកឡើងវិញអំពីឯកសារគោលដៅអភិវឌ្ឍសហសវត្ថកម្ពុជានេះនិយាយរួមគឺគេប្រមាណមើលទៅដល់ឆ្នាំ2015ទេអញ្ចឹងពេលនោះឯងយើងបានដាក់ទស្សនវិស័យរបស់យើងគឺថាធ្វើយ៉ាងណាឆ្នាំ2015ហ្នឹងគឺយើងបញ្ចប់នៅអ្នកគ្រោះថ្នាក់ថ្មីមានន័យថាអាចគ្រោះថ្នាក់ដែលបណ្ដាលមកពីមីនឬក៏ការសំណល់សង្គ្រាមហ្នឹងធ្វើម៉េចឲ្យស្មើ0បើទោះបីយើងដោះមីនអត់ក៏ដោយក៏ប៉ុន្តែចំពោះការដោះមីនគឺយើងសូមស្នើតាមអាណត្តិទី2ហ្នឹងរហូតដល់ចុងឆ្នាំ2019អាចនិយាយថាបានថានៅថ្ងៃទី1ខែមករាឆ្នាំ2020គឺយើងបញ្ចប់អាណត្តិហើយទី2នៃការបំពេញកាតព្វកិច្ចតាមអនុសញ្ញាអូតូវ៉ានេះគឺយើងដោះដីដែលដឹងថាមានមីនហ្នឹងឲ្យអស់ក៏ប៉ុន្តែវាពិតជាអាស្រ័យទៅលើធនធានមកដល់ពេលបច្ចុប្បន្នមានប្រជាជនប្រមាណជា 20,000 នាក់ជាជនពិការដោយសារគ្រាប់មីនតើនៅពេលណាទៅគ្រាប់មីនដែលនៅសេសសល់ពីសម័យសង្គ្រាមត្រូវបានដកអស់ពីទឹកដីកម្ពុជាគឺបង្ហាញពីផលប៉ះពាល់របស់សំណល់សង្គ្រាមខាងលឿងគឺជាកន្លែងដែលមានត្រូវគេបង្កប់ហើយពណ៌លឿងនេះគឺក្របប្រភេទក្របមិនទាន់ទុះយុទ្ធផលផ្សេងជារួមមិនមែនមានន័យថា2019ហ្នឹងបោះសម្អាតមានឲ្យអស់នៅកម្ពុជាទេសម្រាប់ចំនួនយើងបច្ចុប្បន្ននេះរួមទាំងរដ្ឋាភិបាលរួមទាំងអង្គការក្រៅរដ្ឋាភិបាលសម្រាប់ការបោះមីនមិនអស់ទេ20ទៅ30ឆ្នាំទៀតមិនអស់ប៉ុន្តែសម្រាប់10ឆ្នាំហ្នឹងគឺយើងបោះសម្អាតនៅកន្លែងដែលជាអត្ថប្រយោជន៍សម្រាប់ការអភិវឌ្ឍតែប៉ុណ្្នឹងទេសកម្មភាពមីននេះគឺជាសកម្មភាពមួយដែលនាំមុខគេការអភិវឌ្ឍកើតឡើងទៅបានគឺអាស្រ័យទៅលើតំបន់មានសុវត្ថិភាពដល់អញ្ចឹងយើងជាអ្នកត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍបាទជារួមអង្គការមេទទូចទៀតសូមឲ្យរាជរដ្ឋាភិបាលសូមជួយគ្រប់គ្រងដល់សកម្មភាពមីនព្រោះថានៅក្នុងប្រទេសកម្ពុជាយើងបើមានចំនួនអ្នកគ្រងគ្រោះដោយសារមីនច្រើនភាពក្រីក្រគឺតែងតែជួបផលលំបាកតែងតែជួបដូច្នេះសកម្មភាពមីននេះគឺជាសកម្មភាពមនុស្សធម៌មួយសំខាន់ណាស់សម្រាប់ជួយសង្គ្រោះជីវិតដើម្បីឲ្យពួកគាត់មានអនាគតល្អទៅថ្ងៃក្រោយខឿនសុខមានកង្វល់ចំពោះការងាររបស់នាងនៅពេលដែលនាងបញ្ចប់ការងារដោះមីនអស់នាងមានកំណត់គិតជាស្រេចថាអនាគតហ្នឹងខ្ញុំចង់បើអាចខ្ញុំមិនគាត់ដូចថាក្នុងអនាគតទៅដូចថាដល់ឆ្នាំគាត់កូនលុយអញ្ចឹងហើយមិនកូនក៏មានការងារធ្វើតទៅទៀតតែខ្ញុំចង់ទៅលក់ដូរលក់អីវិញក្នុងតាមទីផ្សារតាមផ្ទះវិញ